ដោយបងប្អូនធ្លាប់ឃើញហើយបានជាមួយនឹងការបាទថតយន្តហោះរបស់ខ្ញុំតែងតែបង្ហោះជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាបាទដូចនេះដែលជាការបាទអាយ៉ែបាទថយក្រោយដើម្បីបាទរុញយន្តហោះដើម្បីទៅទម្លាក់ផ្លូវឲ្យយន្តហោះធ្វើដំណើរហើយខ្ញុំតែងតែជម្រាបហើយនឹងតែងតែលេងសើចថាយន្តហោះបាទថយក្រោយអត់កើតទេដោយសារអត់មានលេខអាយ៉ែចឹងខ្ញុំក៏សូមទូតដល់ពុកម៉ែបងប្អូនដែរបាទនឹងគឺជាពាក្យលេងសើចរបស់ខ្ញុំដែរបាទសម្រាប់យន្តហោះមានលេខអាយ៉ែឬអត់លេខអាយ៉ែខ្ញុំអត់ដឹងទេបងប្អូនណាបាទដោយសារថាដូចខ្ញុំជម្រាបចឹងបាទអញ្ចឹងខ្ញុំនៅតែសុំទោសបាទហើយខ្ញុំនិយាយលេបែបលេងសើចទេហើយសម្រាប់ឡាននឹងបងប្អូនគឺជាប្រភេទឡានដែលតែងតែរុញគ្រប់យន្តហោះពេលដែលយន្តហោះបាទតែការថយក្រោយគឺនេះជាប្រភេទកូនឡានហើយកូនឡាននេះគឺមានទម្ងន់ធ្ងន់ណាស់បាទអញ្ចឹងបាទពុកម៉ែបងប្អូនឈប់ឆ្ងល់ទៅបងប្អូនបាទថាសម្រាប់ខ្ញុំតែងតែនិយាយលេងសើចទោះបីជាយន្តហោះមានលេខអាយ៉ែក្តីមិនមានក្តីបាទបងប្អូនបាទដូចខ្ញុំជម្រាបចឹងខ្ញុំតែងតែថតនេះបាទពេលទំនេរពីការងារខ្ញុំចង់ជូនទៅដល់ពុកម៉ែបងប្អូនដែលនៅតាមជនបទបាទហើយនៅឆ្ងាយពីបាទពលានយន្តហោះឬក៏ពុកម៉ែបងប្អូនដែលបានឃើញជាមួយនឹងយន្តហោះចិត្តអញ្ចឹងទៅពេលដែលគាត់មើលវាប្លែកអារម្មណ៍មួយអញ្ចឹងខ្ញុំតែងតែនិយាយឲ្យវីដេអូរបស់ខ្ញុំគឺសូមខន្តីអភ័យទោសសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់ចេះដឹងនិយាយចេះទៅគឺអ្នកដែលធ្លាប់ជិះយន្តហោះអ្នកដែលនៅចិត្តយន្តហោះអ្នកដែលយល់ដឹងអំពីយន្តហោះអ្នកដែលធ្វើការជាមួយនឹងយន្តហោះបាទអញ្ចឹងខ្ញុំតែងតែសុំទោសពួកគាត់បាទតែខ្ញុំធ្វើវីដេអូនេះដើម្បីជាផ្លែអារម្មណ៍មួយដើម្បីជូនទៅដល់បងអ៊ំលពូឬមីអ្នកគាត់នៅតាមជនបទចឹងពេលដែលគាត់មើលទៅគាត់ផ្លែកអារម្មណ៍មួយយ៉ាងដែរដើម្បីឲ្យគាត់នឹងបានកំសាន្តជាមួយនឹងអារម្មណ៍ក្រោយពីការនឿយហត់ដូចជាការធ្វើស្រែចម្ការដូចជាការធ្វើដំណាំបាទដូចជាការធ្វើសំណង់ឬក៏ធ្វើអីផ្សេងពេលដែលគាត់បាយថ្ងៃត្រង់រួចបន្ទាប់បាយពេលល្ងាចរួចគាត់តែបាទបន្ធូរអារម្មណ៍របស់គាត់ឲ្យលោទូរស័ព្ទមើលចឹងទៅឃើញអូក៏គាត់ចាប់អារម្មណ៍មួយយ៉ាងទៅក៏ពិតយន្តហោះហ្នឹងមុននឹងហោះគេធ្វើចែកគេរុញចែកគេសណ្ដោងចែកដោយសារវីដេអូខ្លះគាត់អត់ដែលបានឃើញទេហើយក៏គាត់អត់ដែលបានមកមើលផ្ទាល់ដែរអញ្ចឹងទៅវាជាចំណែកអារម្មណ៍មួយដែលធ្វើឲ្យគាត់បែបរំសាយជាមួយនឹងភាពនឿយហត់ណាបងប្អូនណាបាទហើយវីដេអូរបស់ខ្ញុំគឺជាវីដេអូដែលមិនមែនជាជះជាមួយនឹងអត្តពលអាក្រក់ដល់សង្គមឬក៏ឆ្លោះបញ្ចាំងពីបាទភាពអាក្រក់អ្វីទៅដល់សង្គមប៉ះពាល់ដល់សង្គមទេបងប្អូនបាទគ្រាន់តែជាវីដេអូកំសាន្តមួយហើយបងប្អូនដែលមើលហើយក៏មិនមែនជាខាត់បងបាទជាថវិកាឬក៏ជាការកេងប្រវ័ញ្ចជាមួយនឹងទ្រព្យសម្បត្តិឬក៏ផលប្រយោជន៍អ្វីទេបាទគ្រាន់តែជាការមើលកំដរអារម្មណ៍ទេចេះសង្ឃឹមតែពុកម៉ែបងប្អូនយល់ពីចំណុចនោះផងដែរខ្ញុំនៅតែនិយាយពាក្យដដែលថាវីដេអូរបស់ខ្ញុំធ្វើក្នុងការបាទចង់បង្ហាញទៅដល់ពុកម៉ែបងប្អូននៅតាមជនបទឲ្យគាត់បានទស្សនាជាមួយនឹងបាទយន្តហោះមុននឹងគេទៅនឹងគេធ្វើចេះលេងសើចបែបធម្មតាទេបាទមិនមែនជាការផុសបែបលក្ខណៈមួយជាឆ្លោះបញ្ចាំងឬក៏ជាភាពមួយដែលត្រូវតម្រូវឲ្យពុកម៉ែបងប្អូនបានចាញ់បោកបត់បញ្ឆោតឬក៏ប៉ះពាល់ដល់សង្គមទេបាទអញ្ចឹងក៏សូមអធិស្ឋានដល់ចំណុចនេះផងដែរបាទហើយរាល់ការថតលេងនេះគឺជាការថតលេងចេញពីចិត្តពេលដែលខ្ញុំទំនេរដោយសារអីនេះគឺជាភាពសប្បាយចិត្តរបស់ខ្ញុំមួយដែរដោយសារខ្ញុំចូលចិត្តខាងវិស័យថតនឹងផងដែរហើយមួយទៀតបងប្អូនសម្រាប់វិស័យ content creator បងប្អូនគឺខ្ញុំឈប់សម័យហើយឈប់ចង់ដើរហើយដោយសារដើរលើវិស័យនេះគឺមិនងាយទេបងប្អូនតួតែអ្នកមានចំណេះដឹងពីព្រោះអីការនិយាយស្ដីការឆ្លុះបញ្ចាំងអ្វីគឺប៉ះពាល់មែនទែនដោយសារអីយើងធ្វើអ្វីយើងបង្ហាញទៅលើសង្គម social media អញ្ចឹងបើសិនជាយើងចំណេះដឹងខ្សោយយើងនឹងអាចប៉ះពាល់គ្រប់បែបស្ថានអញ្ចឹងបានខ្ញុំឈប់ដើរលើវិស័យនេះប៉ុន្តែខ្ញុំស្រឡាញ់ក្នុងការថតក្នុងការបង្ហោះប៉ុន្តែខ្ញុំបែបជាឈប់ជាមួយនឹងការបង្កើតវេទិកាផ្សេងៗអញ្ចឹងខ្ញុំសូមជម្រាបសម្រាប់បងប្អូនឬក៏បងដែលស្រឡាញ់ខាងវិស័យ MMO ចូលចិត្តធ្វើខាងផលិតវីដេអូដើម្បីរកលុយពីខាងហ្នឹងចុះខ្ញុំចង់ជម្រាបពុកម៉ែបងប្អូនថាវិស័យនេះគឺមិនងាយដោយការគិតទេអញ្ចឹងរាល់វីដេអូដែលបងប្អូនបង្ហោះទាំងពាក្យពេចន៍សម្ដីបងប្អូនត្រូវតែមានការគិតគូរមុននឹងការនិយាយអ្វីមួយគឺប៉ះពាល់ណាស់ដោយសារយើងនិយាយទៅបែបបើយើងគឺជាមនុស្សមហាជនអញ្ចឹងយើងត្រូវដឹងថាមហាជននៅលើបាត់ពិភពលោកគឺច្រើនណាស់មតិខុសគ្នាច្រើនណាស់អញ្ចឹងយើងធ្វើអ្វីមួយគឺត្រូវប្រយ័ត្នមែនទែនដូច្នេះហើយទើបខ្ញុំសូមឈប់ដោយសារចំណេះដឹងរបស់ខ្ញុំគឺវាអត់ដល់បាទទាំងការនិយាយស្ដីវាអត់ដល់ទេអញ្ចឹងខ្ញុំខ្លាចប៉ះពាល់មែនទែនបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយកគំរូទៅតាមជាពិសេសដូចជាបងនៅខាងរំដួល TV អញ្ចឹងដោយសារគាត់មានចំណេះដឹងទាំងការនិយាយស្ដីរបស់គាត់អញ្ចឹងទៅវាមានភាពទាក់ទាញអញ្ចឹងបងប្អូនដែលចង់បង្កើតជាមួយនឹងវីដេអូឬក៏ content creator អញ្ចឹងបងប្អូនត្រូវតែមានជំនាញ
ជាសេះពាក្យពេចន៍សម្ដីការនិយាយយើងនិយាយទៅពីព្រោះវីដេអូយើងមួយគឺយើងបានឆ្លុះបញ្ចាំងសម្រាប់ក្នុងនោះផងដែរគឺមានការឆ្លុះបញ្ចាំងនៅផលវិជ្ជមាននិងអវិជ្ជមានផងដែរបងប្អូនអញ្ចឹងយើងអត់ដឹងទេពាក្យពេចន៍ដែលយើងនិយាយទៅវាអាចប៉ះពាល់ដល់សង្គមពេកដែលយើងទៅធ្វើទៅសកម្មភាពដែលយើងធ្វើទៅយើងអត់ដឹងខ្លួនតែខ្លួនឯងកំពុងតែធ្វើទៅនោះត្រូវឬខុសទេអញ្ចឹងសូមបងប្អូនដែលជា MMO ឬក៏ជាអ្នកដែលបង្កើតវីដេអូបាទសូមមេត្តាប្រុងប្រយ័ត្នមែនទែនបាទបើសិនជាចង់ដើរលើវិថីមួយនោះគឺមិនងាយទេបើសិនជាបងដែលដើរលើវិថីនោះគឺបើសិនជាកំពុងតែល្បីហើយក៏ត្រូវតែរក្សាជាមួយនឹងគុណតម្លៃរបស់ខ្លួនខ្លាំងណាស់បាទពីព្រោះអីយើងគឺជាអ្នកឆ្លោះបញ្ចាំងសកម្មភាពខ្លួនឯងទាំងពាក្យសម្ដីទាំងការនិយាយនឹងទាំងឲ្យសង្គមគេមើលហើយសង្គមដែលគេមើលយើងនោះមានទាំងអ្នកចេះដឹងមានទាំងអ្នកមិនចេះដឹងមានទាំងអ្នកគ្រប់ប្រភេទអញ្ចឹងបើសិនជាយើងអត់ខុសតែមួយខ្វាច់គឺធ្ងន់ធ្ងរអញ្ចឹងខ្ញុំគ្រាន់តែលើកទឹកចិត្តសម្រាប់អ្នកដែលចង់ដើរលើវិស័យនោះសូមមេត្តាពង្រឹងជាមួយនឹងសមត្ថភាពខ្លួនឯងហើយត្រូវដឹងថាវីដេអូណាដែលយើងគួរបញ្ចេញវីដេអូណាយើងមិនគួរបញ្ចេញសកម្មភាពណាដែលយើងគួរបញ្ចេញហើយពាក្យពេចន៍ដែលយើងត្រូវនិយាយហ្នឹងយើងគួរតែនិយាយបែបណាដើម្បីឲ្យគេសួរស្ដាប់មិនមែនតែយើងចេះតែនិយាយទៅឲ្យលក្ខណៈមួយថាបាន view ហើយបើសិនជាយើងចង់ធ្វើបែបនោះបានប៉ុន្តែវាអត់បានល្បីយូរហើយតម្លៃរបស់យើងនឹងធ្លាក់នេះគឺជាបទពិសោធន៍ទោះបីជាខ្ញុំមិនមែនជាអ្នកល្បីមែនប៉ុន្តែខ្ញុំក៏ធ្លាប់បានដើរជាមួយនឹងវិស័យដែលធ្វើជាមួយនឹងវីដេអូហ្នឹងខ្លះដែរហើយខ្ញុំក៏យល់ខ្លះដែររហូតដល់ខ្ញុំសុខចិត្តដកខ្លួនចេញដោយសារខ្ញុំគិតថាចំណេះដឹងនិងពាក្យសម្ដីរបស់ខ្ញុំគឺអត់ដល់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងដែរអរគុណ